អូខេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងចូលទៅកាន់មុខងារបញ្ចប់គឺមុខងារ check account បាទ check account ដើម្បីធ្វើការ unlock ពេលខ្លះ account យើងប្រើទៅវាមានបញ្ហា spam អីចឹងគឺយើងអាចប្រើប្រាស់បានទេអញ្ចឹងដើម្បីធ្វើការប្រើប្រាស់នៅមុខងារនេះបានបងប្អូនចូលមកកាន់ផ្ទាំងបាទជួយមកកាន់ប៊ូតុង check account មកបាទនេះគឺជាប៊ូតុងនេះវាផ្សេងៗគ្នាណាបងប្អូនណាចុចពីលើប៊ូតុង check account បន្តមកទៀត account បងប្អូនមានប៉ុន្មានបងប្អូនត្រូវមើលបាទអូខេឥឡូវខ្ញុំចុចចាប់ដើមចុច check account មកនេះចុចកន្លែងនេះ check account វានឹងធ្វើការ check ទៅលើ account បងប្អូនអូខេ account របស់ខ្ញុំពីរនេះគឺអត់មានបញ្ហា spam ទេវា load active បើវា spam វានឹងចេញពណ៌ក្រហម load ថា spam ហើយបងប្អូនគ្រាន់តែគ្រីសពីលើវាមកហើយចុចពាក្យថា unlock spam ទៅដោយសារតែ account ខ្ញុំនេះវាអត់ spam ឃើញទេបងប្អូនអញ្ចឹងវាអត់ no វាដាក់ no spam ឃើញអត់អញ្ចឹងបើ account បងប្អូន spam ពេលដែលបងប្អូន check វានឹង load ពាក្យថា spam អញ្ចឹងបងប្អូនចុច unlock spam ទៅរយៈពេលវាធ្វើការដោះឲ្យ automatic វាចំណាយពេលរយៈពេលប្រហែលជាមួយថ្ងៃឬ2ថ្ងៃអាចនឹង7ថ្ងៃអីវានឹង unlock spam ឲ្យយើងបានដោយស្វ័យប្រវត្តិហើយអញ្ចឹងយើងអាចធ្វើការផុសឡើងវិញបានដោយធម្មតាបាទអូខេអានេះគឺជាមុខងារពិសេសដែលខ្ញុំបាន add នៅក្នុង tool នេះឲ្យហើយសម្រាប់ព័ត៌មានផ្សេងៗបងប្អូនអាចចូលមកកាន់ប៊ូតុង help បាទដើម្បីមើលនៅកាន់ detail ផ្សេងៗបាទកាន់ detail ផ្សេងៗអាចមើលបានបងប្អូនណាហើយកន្លែងនេះសម្រាប់តាក់ទងទៅកាន់ Facebook របស់ខ្ញុំ Telegram បាទហើយក៏មានលេខទូរស័ព្ទតំណខ្ញុំនៅកន្លែងនេះដែរអញ្ចឹងបងប្អូនអាចធ្វើការតាក់ទងមកខ្ញុំបានបាទសម្រាប់ចម្ងល់ផ្សេងៗបងប្អូនណាអរគុណច្រើន